ដើម្បីឲ្យបងប្អូនទាំងអស់គ្នាស្គាល់នៅក្រុមហ៊ុន Honda កាន់តែច្បាស់ដំបូងបងប្អូនទាំងអស់គ្នាត្រូវស្គាល់បុរសម្នាក់នេះសិនបុរសម្នាក់នេះមានឈ្មោះថា Honda Soichiro ចាប់កំណើតនៅខេត្ត Shizuoka នៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1906ហើយឪពុករបស់គាត់មានឈ្មោះថា Honda Hige ជាជាងដែករីឯម្ដាយរបស់គាត់មានឈ្មោះថា Mika ជាអ្នកតម្បាញគ្រួសាររបស់គាត់មិនមែនជាអ្នកធូរធារទេឪពុករបស់គាត់បានអប់រំគាត់តាំងពីកុមារពីសីលធម៌នៃការប្រឹងប្រែងការធ្វើការងារនិងឲ្យស្រឡាញ់គ្រឿងមេកានិកលោកសេអ៊ីជីងរ៉ូចេះសម្លៀងសម្ភារៈប្រើប្រាស់ក្នុងចម្ការនិងផលិតប្រដាប់ប្រដាក្មេងលេងដោយខ្លួនឯងតាំងពីកុមារភាពលោក Honda គាត់មានការសិក្សាត្រឹមតែបឋមសិក្សាទេនៅឆ្នាំ1922លោក Honda បានចាក់ចេញពីផ្ទះទៅរកការងារនៅតូក្យូហើយគាត់បានទៅធ្វើការនៅក្នុងហាងជួសជុលរថយន្តមួយនៅតូក្យូដំបូងឡើយគាត់ធ្វើការងារត្រឹមតែការងារកំប៉ុកដែលមិនមែនប្រើខួរក្បាលរួមទាំងការងារមើលថែទាំកូនរបស់ម្ចាស់ហាងប៉ុន្តែបន្តិចម្ដងគាត់បានក្លាយជាមេកានិកដែលគេទុកចិត្តហើយគាត់បានកែច្នៃឡានប្រណាំងដោយប្រើម៉ាស៊ីនកូនយន្តហោះនិងគ្រឿងបន្លាស់ផលិតដោយដៃជាច្រើនហើយការផលិតគ្រឿងរបស់ម៉ាស៊ីនមួយនេះបានជួយបង្រៀនជំនាញជាច្រើនដល់លោក Honda ហើយនៅអាយុ17ឆ្នាំលោក Honda បានជិះឡានប្រណាំងក្នុងនាមជាអ្នកជំនួយការបច្ចេកទេសមេកានិកក្នុងជីវិតក្រោយៗរបស់គាត់ហើយពួកគេបានឈ្នះពានរង្វាន់ក្នុងរយៈពេល4ឆ្នាំបន្ទាប់ពីការប្រណាំងនោះលោក Honda បានបើកហាងរថយន្តមួយនៅក្នុងក្រុងហើយមហិច្ឆតារបស់លោក Honda មិនត្រឹមតែនៅក្នុងប្រទេសរបស់ខ្លួនទេគាត់បាននិយាយថាខ្ញុំដឹងថាបើសិនខ្ញុំអាចសម្រេចជោគជ័យក្នុងទីផ្សារពិភពលោកនោះមានន័យថាខ្ញុំនឹងនៅនាំមុខគេនៅក្នុងទីផ្សាររបស់ប្រទេសជប៉ុនហើយលោក Honda បានចុះឈ្មោះចូលរៀននៅសាលាជំនាញនៅប្រទេសជប៉ុនមួយហើយគាត់បានអនុញ្ញាតឲ្យគ្រឹស្ដីដែលគាត់បានរៀនប្រើនៅក្នុងរោងចក្ររបស់គាត់នៅពេលនោះខាងសាលាបានមិនឲ្យសញ្ញាបត្របញ្ចប់ការសិក្សារបស់គាត់ទេប៉ុន្តែគាត់បានពោលថាសញ្ញាបត្រមានតម្លៃចាញ់ទាំងសម្បត្តិគុណផងសម្បត្តិគុណធានាឲ្យអ្នកចូលមើលគុណបានប៉ុន្តែសញ្ញាបត្រមិនធានាឲ្យអ្នកចិញ្ចឹមជីវិតបានទេហើយបន្ទាប់មកក្រុមហ៊ុនរបស់លោក Honda ទទួលរងការបំផ្លាញយ៉ាងខ្លាំងអំឡុងសង្គ្រាមលោកលើកទី2និងដោយសាររញ្ជួយដីហើយគាត់បានសម្រេចចិត្តលក់អ្វីដែលនៅសល់ឲ្យក្រុមហ៊ុន Toyota នៅឆ្នាំ1945ហើយនៅឆ្នាំ1946គាត់បានបង្កើតវិទ្យាស្ថានស្រាវជ្រាវបច្ចេកទេស Honda ដែលជាក្រុមហ៊ុនបំពាក់ម៉ូទ័រតូចៗនៅតាមរោងចក្រយានយន្តគ្រប់ប្រភេទហើយកង់ម៉ូទ័រនេះមានពេញនិយមខ្លាំងណាស់នៅជប៉ុនហើយវិទ្យាស្ថាននេះបានចាប់ផ្ដើមផលិតម៉ាស៊ីនដោយខ្លួនឯងវិទ្យាស្ថានបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Honda Motor នៅខែសីហាឆ្នាំ1948ដំបូងឡើយក្រុមហ៊ុនរបស់លោក Honda ផលិតម៉ូតូមានការបាំងស៊ីតេតូចសម្រាប់ធ្វើដំណើរនៅជប៉ុនជិះហើយលោក Honda បានទទួលផ្លែផ្កាដំបូងរបស់ក្រុមហ៊ុនគាត់ដែលទទួលបានពេញនិយមខ្លាំងគឺម៉ូតូ Honda Dream 98cc បើទោះបីជាយ៉ាងណាក្រុមហ៊ុនរបស់លោក Honda គឺជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយ